ដោយសារតែបច្ចុប្បន្នផ្ទុះការវែកញែករវាងថាត្រីត្រោតនិងសាល់ម៉ុនគឺមានការលក់បន្លំនៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជាអញ្ចឹងថ្ងៃនេះផងដែរយើងចំណាយពេលក្រោម5នាទីដើម្បីសិក្សាស្វែងយល់អំពីតើត្រីត្រោតនិងត្រីសាល់ម៉ុនខុសគ្នាដូចម្តេចហើយមានអត្ថប្រយោជន៍ដូចគ្នាឬមួយក៏យ៉ាងណាដែរនិយាយពីត្រីត្រោតជាទូទៅបើសិនជារូបរាងខាងក្រៅគឺទំហំវាតូចជាងត្រីសាល់ម៉ុនហើយសាច់របស់វាវិញគឺអត់សូវពោពេញទៅដោយឲ្យជារសឆ្ងាញ់បែបចេញមកថាខ្ទិះឬមួយក៏អីដោយសាល់ម៉ុនទេមួយវិញទៀតគឺវាមើលទៅអត់សូវភ្លឺរលោងល្អដូចសាល់ម៉ុននោះទេដោយសារតែសាល់ម៉ុនគឺមានសារជាតិអូមេហ្គា3ខ្ពស់ដែលហៅថាសារធាតុថតអូមេហ្គា3ជាសារធាតុថតមួយដែលផ្ដល់នូវសុខភាពល្អដល់មនុស្សយើងមួយវិញទៀតសម្រាប់ត្រីត្រោតគឺតែងតែរស់នៅក្នុងទឹកសាបតែម្ដងគឺរស់នៅក្នុងទន្លេឬក៏បឹងតែសម្រាប់អាយសាល់ម៉ុនវិញគឺជាប្រភេទត្រីមួយដែលកើតនៅក្នុងទឹកសាបតែនឹងបំលាស់ទីទៅរស់នៅក្នុងទឹកសមុទ្រដែលប្រើជីវិតវាអស់រយៈពេលជាយូរនៅក្នុងសមុទ្រជាងបើនិយាយពីសារធាតុប្រូតេអ៊ីនចិញ្ចឹមនៅក្នុងត្រីសាល់ម៉ុននិងត្រីត្រោតនៅក្នុងចំណុះប្រមាណជា1ខាំកាឡូរីដែលមាននៅក្នុងត្រីត្រោតមានប្រហែលជា168បើធៀបទៅនឹងសាល់ម៉ុនមានរហូតដល់ទៅ206រីឯប្រូតេអ៊ីនចិញ្ចឹមវិញគឺមានត្រឹមតែ20ក្រាមប៉ុណ្ណោះនៅក្នុងត្រីត្រោតតែមានរហូតដល់ទៅ22ក្រាមនៅក្នុងត្រីសាល់ម៉ុនរីឯសារធាតុអូមេហ្គា3គឺមានដូចគ្នាគ្រាន់តែបរិមាណតិចអូមេហ្គា3គឺមាន0.6ដល់1ក្រាមរីឯអូមេហ្គា3នៅក្នុងសាល់ម៉ុនគឺមាន1.2ដល់2.6មួយវិញទៀតសារធាតុថតគឺមានត្រឹមតែ7ក្រាមប៉ុណ្ណោះនៅក្នុងត្រីត្រោត1ខាំប៉ុន្តែសាល់ម៉ុនវិញគឺមានរហូតដល់ទៅ13ក្រាមនៅក្នុងត្រីសាល់ម៉ុន1ខាំអញ្ចឹងទៅទូទៅបើសិនជាយើងចង់ប្រើប្រាស់ពណ៌ដើម្បីបង្ហាញលក្ខណៈពិសេសរវាងត្រីត្រោតនិងសាល់ម៉ុនបែងចែកគ្នាដាច់គឺអត់អាចទេដោយសារតែត្រីត្រោតចិញ្ចឹមដែលផ្គត់ផ្គង់ផ្ដល់អាហារដោយល្អឬក៏ចិញ្ចឹមបានល្អសាច់និងពណ៌របស់វាគឺស្ទើរតែដូចសាល់ម៉ុន 100% អញ្ចឹងបើយើងពឹងតែទៅលើពណ៌តែមួយមុខគឺអត់អាចបែងចែកដាច់បានដូចគ្នានោះទេតែយើងនៅតែអាចកំណត់ឃើញបានចំណុចខ្លះៗអញ្ចឹងឧទាហរណ៍នៅខាងទីផ្សារជាក់ស្ដែងកន្លែងមួយចំនួនជាយើងឃើញថាត្រីសាល់ម៉ុនជាធម្មតាគឺមានពណ៌ទឹកក្រូចរហូតបែកទៅជាក្រហមរីឯត្រីត្រោតវិញគឺពណ៌រាងផ្កាឈូកស្លេកឬក៏ពណ៌ទឹកក្រូចស្លេកតែម្ដងរីឯក្រឡាខ្លាញ់វិញគឺពណ៌សច្រើនជាងសម្រាប់ត្រីសាល់ម៉ុនដោយសារវាមានសារធាតុថតខ្ពស់អូមេហ្គា3ខ្ពស់រីឯសម្រាប់កាឡាទៅលើត្រីត្រោតគឺញឹកជាងស្ដើងជាងតូចជាងតែសូមផ្ដាំពុកម៉ែបងប្អូនម្ដងទៀតថាត្រីត្រោតដែលចិញ្ចឹមនិងផ្ដល់ចំណីបានល្អគឺមានពណ៌មានខ្លាញ់គឺស្រដៀងទៅនឹងសាល់ម៉ុនស្ទើរតែ 100% ដូច្នេះកុំឲ្យតែពណ៌មួយមុខគត់អាចបន្លំភ្នែកពុកម៉ែបងប្អូនបានហើយតម្លៃជាទូទៅត្រីត្រោតគឺមានតម្លៃធូរថ្លៃជាងដោយសារវាសម្បូរបែបនៅក្នុងទឹកសាបតែបើធៀបជាមួយត្រីសាល់ម៉ុនគឺត្រូវនេសាទវានៅក្នុងទឹកប្រៃចាអញ្ចឹងបើសិនជាយើងចង់ដឹងថាយើងញ៉ាំត្រីត្រោតឬក៏យើងទិញត្រីត្រោតឬមួយក៏ត្រីសាល់ម៉ុនយើងអាចមើលបានទី1អាចថាសង្កេតទៅលើពណ៌ទំហំកម្រាស់នៃសាច់ហើយមួយវិញទៀតគឺសារធាតុខ្លាញ់កាឡាខ្លាញ់របស់ត្រីសាល់ម៉ុននិងត្រីត្រោតដែលខ្ញុំបានបញ្ជាក់ពីខាងដើមវីដេអូដូច្នេះឯងហើយបើសិនជាត្រីទាំងមូលគឺយើងអាចមើលបានដូចគ្នាទៅលើកាឡានៃសកាស្បែករបស់ត្រីតែម្ដងគឺរាងកាឡាគឺឃើញខុសគ្នាចាហើយមួយវិញទៀតយើងអាចសួរអ្នកលក់តែម្ដងទៅថាតើសាល់ម៉ុនគាត់ជាសាល់ម៉ុនអត់ត្រឡងទឹកឬក៏ Norwegian ឬក៏ជាត្រីត្រោតគេហៅត្រីត្រោតឥន្ទនូអញ្ចឹងនឹងបើសិនជាអ្នកលក់គេស្មោះត្រង់គឺគេឆ្លើយប្រាប់ត្រង់ដូចគ្នាប៉ុន្តែបើសួរថាតើសារធាតុចិញ្ចឹមឬមួយក៏អីគឺស្តៀងគ្នាទេចាហើយមួយវិញទៀតតកតងទៅនឹងរសជាតិឲ្យជារសជាទូទៅត្រីត្រោតគឺអត់សូវក្លិនឆ្អាបដូចត្រីសាល់ម៉ុនទេដោយសារតែសារធាតុអូមេហ្គា3ទាបប៉ុន្តែសាច់ក៏ដូចជាឲ្យជារសដិតជាងឬមួយក៏ខ្ទិះជាងទន់ជាងឆ្ងាញ់ជាងដាក់ចូលមកទៅក្អូបជាងគឺច្បាស់ណាស់គឺសាល់ម៉ុនជាជម្រើសដែលល្អបំផុតហើយឆ្ងាញ់ជាងចាប៉ុន្តែបើសិនជាត្រីត្រោតគឺយើងហូបចេញមកវាមិនសូវជាមានក្លិនឬមួយក៏អីទេហើយមួយវិញទៀតវាអត់សូវជាមានរសជាតិដែលគេហៅនិយាយថាដិតជាងឬក៏ខ្ទិះជាងណាគឺយើងញ៉ាំចេញមកយើងដឹងខុសគ្នាពេលយើងដាក់ចូលមាត់គឺយើងអាចដឹងហ្មងថាវាមានក្លិនឬមួយក៏អត់ដូចអ្នកខ្លះគាត់ទិញត្រីសាល់ម៉ុនមកគាត់ថាគាត់ធ្លាប់ទិញត្រីសាល់ម៉ុនដាក់ចូលមាត់ទៅគឺក្លិនសាល់ម៉ុនតែពេលខ្លះយើងទិញម្ដងទៀតគឺអត់សូវជាមានក្លិនត្រីសាល់ម៉ុនវិញអីចឹងណាចា